បងប្អូនអ្នកគ្នាឥឡូវនេះខ្ញុំបាទកំពុងតែស្ថិតនៅប៉ុស្តិ៍ការពីព្រំដែនមរើចនៅខាងស្រុកកោះញែកជាប់ព្រំទល់ជាមួយនឹងស្រុកពេជ្រដាខេត្តមណ្ឌលគិរីដែលនៅទីនេះមានចម្ងាយរហូតដល់ទៅ140គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរីដែលយើងត្រូវការប្រើពេលរហូតដល់ទៅ3ទៅ4ម៉ោងដល់មកដល់ហើយទីនេះបើទោះបីជានៅឆ្ងាយប៉ុន្មានប៉ុន្តែជាមួយនឹងការធ្វើដំណើរគឺយើងអាចធ្វើដំណើរតាមផ្លូវកង្វល់ព្រំដែនដែលសាងសង់ដោយកងកម្លាំងវិស្វកម្មរបស់យើងហើយដើម្បីមកដល់ទីនេះក៏ខ្ញុំត្រូវឆ្លងដទៀតបាទឆ្លងទឹកដប្រហែលជាចម្ងាយ100-200 ម៉ែត្រដោយសារនេះគឺជាទន្លេស្រែពកដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសវៀតណាមហើយនៅទីនេះឃើញថាមានការរៀបចំជាច្រើនជាមួយនឹងកន្លែងស្នាក់នៅក៏កន្លែងការពារដែលរៀបចំដោយនគរបាលរបស់យើងបាទងាយស្រួលហើយម្យ៉ាងវិញទៀតនៅទីនេះឃើញថាខាងលោកមេប៉ុស្តិ៍គាត់បានត្រៀមរួចរាល់ជាមួយនឹងបន្លែបង្ការត្រីសាច់សម្រាប់ឲ្យកងកម្លាំងរបស់យើងអាចទទួលទានដោយមានកម្លាំងមហែកហើយយើងអាចនឹងការពារបូរណភាពរបស់យើងបានលោកអ្នកដឹងទេថាខ្ញុំតម្រាំតែផ្ដល់ទីនេះគឺប្រើពេលរហូតដល់ទៅ3ម៉ោងជាង4ម៉ោងដោយសារតែស្ថានភាពផ្លូវវាមិនទាន់ល្អស្អាតហើយនឹងតាមអូមួយចំនួនហ្នឹងគឺនៅមានការសាងសង់ស្ពានតូចស្ពានធំអញ្ចឹងលោកអ្នកនឹងឃើញទស្សនវិជ្ជាជារួមជាច្រើនទៀតដែលខ្ញុំនឹងបង្ហាញឲ្យលោកអ្នកបានឃើញហើយគប្បីរឿងមួយបងប្អូនអរគ្នាមុននឹងយើងធ្វើដំណើរមកដល់ទីនេះគឺយើងឆ្លងកាត់តំបន់ទេសចរច្រើនមែនទែនបាទពីទីរួមខេត្តមកយើងឆ្លងកាត់ជាមួយនឹងចំការតែចំការកាហ្វេជាមួយនឹងទឹកជ្រោះប៊ូស្រាអូខ្លាយក៏ដូចជាភ្នំណាំលាហើយនឹងដែនជម្រកការពារសត្វព្រៃស្រែពកជាដើមហើយនៅពេលមកដល់ទីនេះគឺយើងបានសង្កេតឃើញដងអូនិងដងទលេនគឺស្រស់ស្អាតខ្លាំងណាស់បងប្អូនតំបន់ជីដែនរបស់យើងក៏ជាសក្តានុពលទេសចរមួយបែបសម្រាប់ពុកម៉ែបងប្អូនមកទស្សនាលេខកម្សាន្តនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធព្រំដែនរបស់យើងបានសាងសង់រួចរាល់លោកអ្នកនឹងងាយស្រួលធ្វើដំណើរមកហើយយើងបានទស្សនាជាមួយនឹងទឹកដីដែនសីមារបស់យើងថាតើស្រស់បំព្រងប៉ុណ្ណាមានភាពស្រស់ស្អាតប៉ុណ្ណាហើយនៅបងប្អូនដែលគាត់លះបង់កម្លាំងកាយចិត្តពេលវេលាសពបែបយ៉ាងជាពិសេសគឺកងកម្លាំងការពារព្រំដែនលោកយកចិត្តទុកដាក់ខ្លាំងណាស់បាទមិនឲ្យមានការឈ្លានពានសំបី1មីលីម៉ែត្រណាទេស្របតាមប្រសាសន៍ដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីដែលលោកតែងដាក់យុទ្ធសាស្ត្រឲ្យថាទឹកដីរបស់ខ្មែរយើងគឺកូនខ្មែរជាអ្នករស់នៅអ្នកការពារអញ្ចឹងយើងត្រូវរួមគ្នាទាំងអស់ឲ្យមកស្គាល់បងប្អូនយើងចំណាយពេលបន្តិចមែនតែយើងបានស្គាល់ថាទឹកដីខ្មែរយើងមិនដូចអ្វីដែលគេលើកឡើងតាមបណ្ដាញសង្គមថាមានការបាត់បង់មានការអង្គិលព្រំដែននេះអត់មានទេណាយើងត្រូវឲ្យមកស្គាល់ឲ្យដឹងថាទឹកដីយើងកុំលឺតែគេថាគឺយើងត្រូវមកស្គាល់ហើយដូចខ្ញុំជាដើមខ្ញុំមកនេះគឺមកដល់ចៃដន្យប៉ុន្មានតែខ្ញុំគិតជាសភើបសប្បាយរីករាយជាមួយនឹងការមកទស្សនាឃើញដោយផ្ទាល់បាទហើយលោកអ្នកនឹងបានឃើញទស្សនវិជ្ជាច្រើនទៀតដែលខ្ញុំនឹងបង្ហាញលោកអ្នកនៅតាមដងផ្លូវដែលខ្ញុំធ្វើដំណើរមកថាវាមានស្ថានភាពបែបណាបាទនេះជាស្ពានទី2បាទតពីភ្នំណាំលាមកក៏ធំដែរអញ្ចឹងមិនថាស្ពានមួយដែលឆ្លងអូរនេះយើងរដូវហ្នឹងវាចេះតែធ្វើដំណើរវៀងបានប៉ុន្តែនៅក្នុងរដូវវស្សាបាទគឺមិនអាចវៀងបានទេដោយសារទឹកវាជ្រៅពេកមិនអាចយើងហែលណារួចទឹកអូរហូរខ្លាំងបាទវាប្រឈើគ្រោះថ្នាក់ដល់កងកម្លាំងអញ្ចឹងហើយតែជាការយកចិត្តទុកដាក់អស្ចារ្យមែនទែនសម្រាប់បុគ្គលិកសហបាលរបស់យើងតាំងពីអាណត្តិមុនរហូតដល់អាណត្តិនេះបាទ